ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះមាននឹងយករឿងតំបន់86យកមកធ្វើការសម្រេចបន្តចឹងវគ្គ1បានចប់ឥឡូវយើងចូលវគ្គ2ដើម្បីនឹងពិសេសរឿងក្រោយពីទូឯកប្រុសយើងធ្វើសឹកសង្គ្រាមនិងមិត្តភ័ក្តិបកកបានគ្រោះថ្នាក់នៅក្នុងសឹកសង្គ្រាមតើសាច់រឿងហ្នឹងវាបន្តដល់ណាហើយចឹងយើងចូលទៅសាច់រឿងទាំងអស់គ្នាផ្ដើមនៅសាច់រឿងយើងបានឃើញទូឯកស្រីយើងកំពុងតែត្រឡប់ទៅកន្លែងធ្វើការបកកពេលតែគាត់ដើរទៅដល់កន្លែងធ្វើការគឺមានតែអ្នកចំអកចំអើយសើចគាត់ពីសកម្មភាពដែលគាត់បានធ្វើគាត់បានជួយទៅកាន់តំបន់86ប៉ុន្តែអ្នកដែលគាត់ជួយគឺបរាជ័យទាំងអស់អញ្ចឹងគាត់ក៏បានត្រូវលោកឧត្តមសេនីយ៍ហៅគាត់មកជួបគាត់អញ្ចឹងពេលនោះគាត់ក៏បានសួរនាំពួកឯកស្រីយើងថាមានដឹងទេអ្វីដែលឯងធ្វើហ្នឹងគឺមិនមានការអនុញ្ញាតពីខ្ញុំអញ្ចឹងឯងមានដឹងថាខ្ញុំទទួលពាក្យបណ្ដឹងប្រមាថច្បាប់ទេទាក់ទងនឹងរឿងរ៉ាវរបស់ឯងធ្វើហើយទូឯកស្រីយើងក៏គាត់តមកទៅកាន់លោកឧត្តមសេនីយ៍វិញទៅថាពេលគ្មានដូចអីទៅពាក់ព័ន្ធនឹងគាត់ទេរឿងរ៉ាវទាំងអស់ហ្នឹងពេលនោះលោកឧត្តមសេនីយ៍ខឹងក៏គាត់ស្ដីបន្ទោសថាឲ្យនាងហើយក៏បណ្ដេញនាងចេញទៅក្រៅបន្ទប់ថាចេញទៅក្រៅទៅបានហើយប៉ុណ្ណឹងតែស្រីយើងក៏ធ្វើតាមគាត់ចេញទៅក្រៅបន្ទាប់ពីនោះមកទូឯកស្រីយើងក៏បានដើរចេញមកខាងក្រៅហើយគ្នាគាត់ក៏បានមកសួរនាំគាត់អំពីការទំនាក់ទំនងទៅកាន់តំបន់8ហើយពេលនោះទូឯកស្រីយើងក៏បានភ្ជាប់ទៅកាន់សាច់ក្លុសដែលគាត់កំពុងតែធ្វើការប្រយុទ្ធនៅក្នុងសមរភូមិហើយគាត់ក៏ប្រាប់ឲ្យសាច់ក្លុសនោះធ្វើការរាយការណ៍មកកាន់គាត់នៅអ្វីដែលគាត់បានជួបប្រទះផ្សេងៗបន្តមកទូឯកស្រីយើងក៏បានត្រឡប់ទៅកន្លែងធ្វើការរបស់គាត់តែពេលគាត់ទៅដល់គឺជួបមើលមិត្តចាស់របស់គាត់គឺអនតាដែលកំពុងតែអង្គុយនៅកន្លែងធ្វើការរបស់គាត់ហើយពួកគេក៏អង្គុយនិយាយគ្នាលេងហើយនឹងញ៉ាំកាហ្វេនិងរំលឹកអនុស្សាវរីយ៍កាលពីគេទំនាក់ទំនងគ្នាយ៉ាង72ពេលមុនមកបន្ទាប់ពីនោះមកទូឯកស្រីយើងក៏ធ្វើការទំនាក់ទំនងទៅកាន់សាច់ក្លុសចង់ឲ្យសាច់ក្លុសនឹងផ្ដល់ព័ត៌មានទាក់ទងនឹងកងពលដែលសាច់ក្លុសកំពុងតែស្នាក់នៅនឹងពេលនោះសាច់ក្លុសក៏បានប្រាប់ព័ត៌មានទាក់ទងទៅនឹងតំបន់ដែលគេកំពុងរស់នៅនឹងប្រាប់ទៅកាន់ទូឯកស្រីយើងដើម្បីគាត់ជាកំណត់ហេតុសម្រាប់ទុកពេលនោះទូឯកស្រីយើងក៏បានឲ្យរលឹកនឹកដល់អ្នកនៅតំបន់86ដែលបាត់ដំណឹងសូន្យអស់លីងហើយសាច់ក្លុសក៏និយាយជាមួយទូឯកស្រីយើងទៀតថាបើសិនជាទូឯកស្រីយើងត្រូវការព័ត៌មានអីអាចខលមកគេបានដើម្បីចង់បានទាក់ទងនឹងព័ត៌មានផ្សេងៗទូឯកស្រីយើងក៏សុំជំនួយពីសាច់ក្លុសគ្រប់យ៉ាងថាប្រសិទ្ធតែគេរវល់ការងាររបស់គេចឹងគេត្រូវការសុំជំនួយពីសាច់ក្លុសហើយសាច់ក្លុសថាគេស្វាគមន៍ចិត្តនឹងជួយទូឯកស្រីយើងក្នុងបេសកកម្មមួយហ្នឹងយើងបន្តសេរីរឿងចូលមកដល់ទូឯកប្រុសយើងម្ដងដែលគាត់កំពុងតែសន្លប់នៅឡើយមិនតន់នឹងខ្លួនទេពេលនោះគាត់សមោតម្លៃឃើញបងប្រុសគាត់និយាយជាមួយបងប្រុសគាត់ហើយថាត្រូវតែរស់នៅដោយសុបាយរីករាយរស់នៅដោយខ្លួនឯងហើយគាត់ត្រូវបានចាក់ចេញទៅហើយណាតើប្រុសយើងក៏គាត់ស្រែកហៅបងប្រុសគាត់រហូតដល់គាត់ដឹងខ្លួនពេលស៊ីនគាត់ដឹងខ្លួនគាត់ក៏បើកភ្នែកមកឃើញគាត់នៅក្នុងបន្ទប់មួយតែគាត់មិនដឹងថាខ្លួនគាត់នៅឯណាទេពេលនោះក៏មានបរិមម្នាក់ដែលគាត់ដើរចូលមកនោះស្មានតែពីមុនស្មានតែមនុស្សក្រៅភពឯតាស្មានមនុស្សយន្តនេះណាតែគាត់គឺជាមនុស្សទេហើយគាត់ក៏បានដោះអាសំដេងអំពាក់ខាងក្រៅគាត់ហើយគាត់ក៏និយាយជាមួយទូឯកប្រុសយើងថាគាត់ឈ្មោះ Nurse ហើយគាត់ក៏និយាយមួយទូឯកប្រុសទៅយើងតែគាត់អត់តបសោះតែមកទូឯកប្រុសយើងក៏តបទៅគាត់ក៏ថា Welcome to Chin ណាហើយទូឯកប្រុសយើងក៏សួរទឹកដីជីនមែនសហព័ន្ធជីនតែហ្នឹងក៏ប្រាប់ថានឹងហើយគាត់ក៏និយាយបញ្យល់ពីទឹកដីហ្នឹងថាមានអីខ្លះហើយមានអីខ្លះចឹងណាហើយគាត់ក៏បានប្រាប់ថាគាត់បានរកឃើញទូឯកប្រុសយើងនៅក្នុងសង្គ្រាមហើយគាត់ក៏បាននាំទូឯកប្រុសយើងមកហើយទូឯកប្រុសយើងក៏ភ្ញាក់ទៅថាចោះចម្លាញ់មិត្តភក្តិរបស់គាត់ទៅណាហើយបរិសុទ្ធចំណានហ្នឹងក៏បានប្រាប់ថាមិនអីទេពួកគេសុខសប្បាយទាំងអស់គ្នាហើយគេក៏បង្ហាញពីមិត្តភក្តិរបស់ទូឯកប្រុសយើងមកទាំងអស់គ្នាហើយទូឯកយើងក៏គាត់រៀងបានធូរស្បើយដល់ឃើញមិត្តភក្តិគាត់ទាំងអស់នៅរស់ទាំងអស់មិនតមានអ្នកណាក្នុងជីវិតទៀតទេបរិសុទ្ធពាក់បន្តាហ្នឹងក៏ប្រាប់ពីទុនទីរបស់គាត់គឺជាប្រធានាធិបតីបដិអាសន្នរបស់សហព័ន្ធជីបនឹងគាត់ក៏ប្រាប់ទៅកាន់ស៊ីននៅនឹងមិត្តភក្តិរបស់គាត់ថាគាត់គឺជាជនបរទេសដំបូងបំផុតដែលមកដល់ទឹកដីជីននេះហើយគាត់ថាកុំបារម្ភអីគាត់នឹងចាត់ចែងឲ្យមិត្តភក្តិទូឯកប្រុសយើងហើយនឹងគាត់ទូឯកប្រុសយើងហ្នឹងរស់នៅក្នុងតំបន់ហ្នឹងដោយគ្មានហានិភ័យផ្សេងៗទាំងអស់ហើយបន្ទាប់ពីនោះមកគាត់ក៏បានចាក់ចេញទៅហើយគាត់ក៏បានបញ្ជាកូនចៅគាត់ឲ្យពិនិត្យពីកាយសម្បទានិងអ្វីដែលគ្នា
tụi ai pro dương mà dùng một là hai cái các bạn tập tham miên và thông gia này chọn lên tự chiến nó cái chỉ device sầm lập để thằng nói nhé giờ cái đây mà mình phải cái làm để năng hay nhớ tụi ai pro dương còn gì cho mùi năng mình phải bạc còn mình được xem thà khi dương từ ngọc này bạn nơi rồi từ ngọc đi là sao tại còn bạn khơi để thà mình phải bạc nó cứ grab đua lo liên hệ xem sập rồi xem tại còn rồi nơi tầm này ai còn bà còn bạn chếtแต่เลยก่อนở đây để sao tại khơi mình phải còn rồi nơi chungគ្នាឥឡូវអត់មាននរណាបាត់បង់ម្នាក់ទេឥឡូវប្រធានប្រទេសសូមឲ្យគាត់បរិបពាក់បន្តាចុះហើយគាត់ក៏បានឲ្យកូនចៅគាត់មកហើយកូនចៅគាត់ក៏ប្រាប់ពីវីរភាពរបស់ក្រុមទូឯកប្រុសយើងថាគាត់ពិតជាក្លាហានចង់ត្រឡប់ទៅធ្វើសឹកសង្គ្រាមអីវិញតែលោកប្រធានប្រទេសដែលគាត់ពាក់បន្តានោះគាត់ថាគាត់នឹងធ្វើឲ្យគ្រប់គ្នានឹងមិនត្រឡប់ទៅវិញហ្នឹងរស់នៅក្នុងទឹកដីនេះណាហើយមកគាត់ក៏បានយកក្រុមទូឯកប្រុសយើងទៅផ្ទះរបស់គាត់ដើម្បីស្នាក់អាស្រ័យនៅផ្ទះរបស់គាត់ចឹងគាត់ក៏បានទឹកជូនពួកនឹងទៅដល់ផ្ទះរបស់គាត់ពេលទៅដល់ផ្ទះរបស់គាត់ក៏ជួបកូនស្រីដល់រពឹសរបស់គាត់នោះម្នាក់ហ្នឹងនិយាយច្រើនណាស់ក្មេងស្រីហ្នឹងនិយាយច្រើនមែនទែនហើយញ៉ាំក៏ច្រើននិយាយក៏ច្រើនហើយគេស្វាគមន៍ទៅកាន់បងគេថា big brother and big sister ណាបងស្រីធំបងប្រុសធំគេស្វាគមន៍ដោយសារតែគេស្រឡាញ់ចូលចិត្តស៊ីនអ្នកទៅឯប្រុសយើងហើយអ្នកតាមអ្នកហ្នឹងក៏គាត់សល់ពេកតដោយសារតែក្មេងស្រីរពឹសពេកអីណាតែមកពួកគេក៏បានទៅញ៉ាំអាហារពេលល្ងាចជុំគ្នាក៏ពីញ៉ាំហើយទូឯប្រុសយើងក៏គាត់ទៅសម្រាប់ហើយលោកប្រធានអធិបតីក៏បានទៅសួរពីម៉ាស៊ីនដែលនៅទៅជាហ្នឹងតែហ្នឹងគឺជាម៉ាស៊ីនមែនហើយទូឯប្រុសយើងក៏ប្រាប់ថានេះគឺជាម៉ាស៊ីនហ្នឹងហើយពេលនោះលោកប្រធានថាលោកប្រធានអធិបតីហ្នឹងក៏គាត់ដើរត្រឡប់មកវិញហ្នឹងមកកន្លែងកូនគាត់ហើយចឹងយើងក៏តមកដល់ថ្ងៃស្អែកពួកគេក៏ម្នាក់ធ្វើអ្វីដែលខ្លួនឯងចង់ធ្វើណាកាលណាគេទៅទិញវ៉ាន់ដែលគេចូលចិត្តដាក់ shopping thìអូគេគូរូបហើយអានជូគេធ្វើម្ហូបចឹងគេទៅរៀនធ្វើម្ហូបហើយទូឯប្រុសយើងគឺគាត់ចូលចិត្តអានសៀវភៅអញ្ចឹងគាត់ក៏ទៅបណ្ណាល័យដើម្បីទៅទិញសៀវភៅសម្រាប់អានអញ្ចឹងណាពេលដែលគាត់ទៅដល់កន្លែងទិញសៀវភៅហ្នឹងគាត់ចង់បានសៀវភៅមួយហ្នឹងដែរតែមានក្មេងស្រីម្នាក់ក៏រត់ទៅដល់ហ្នឹងគាត់ចង់បានសៀវភៅនឹងមួយដែរអញ្ចឹងគាត់ក៏បានយកសៀវភៅហ្នឹងឲ្យទៅឲ្យក្មេងស្រីហ្នឹងតែក្មេងស្រីហ្នឹងក្រោយពីឃើញមុខទូឯប្រុសយើងស្រាប់តែគាត់ខ្លាចគាត់រត់ចេញទៅបាត់បន្តិចក្រោយមកក៏ឮសំឡេងបរមនេះក៏បានហៅទូឯប្រុសយើងកំតាន់ដើរចេញទៅណាគាត់សួរភ័យតោដែលបងស្រីគាត់ហ្នឹងមានថាច្រឹកឆ្លើយអីណាហើយគាត់ចង់ឲ្យបងស្រីគាត់ហ្នឹងសុំទោសមកកាន់ទូឯប្រុសយើងតែគាត់ថាអត់បញ្ហាទេក្រោយក្មេងស្រីហ្នឹងគាត់អត់ហ៊ានគាត់ក៏ខ្មាស់អៀននេះក៏រត់ចេញទៅបាត់ក្រោយមកទូឯប្រុសយើងឯនឹងបរមនេះហ្នឹងក៏គាត់និយាយគ្នាលេងណែនាំពីប្រវត្តិខ្លួនឯងថាបានទៅរៀនអីណាហើយគាត់ក៏ប្រាប់ពីឈ្មោះរៀងខ្លួនតែយើងក៏ណែនាំឈ្មោះគាត់ខ្ញុំឈ្មោះស៊ីនហើយបរិសុទ្ធម្នាក់ទៀតគាត់ប្រាប់តែគាត់ឈ្មោះអ៊ីជីនហើយយើងមកកលេចបិទក្មេងវិញម្នាក់ដែលក្មេងពាក់មួកពូលឿនគេថាខ្ញុំឈ្មោះនីណាហើយក្មេងរពឹសដែលមកមួយទូឯប្រុសយើងហ្នឹងគឺឈ្មោះគេ Federica អញ្ចឹងយ៉ាងហៅ Feeder បានហើយតោះមកគេក៏ណែនាំគ្នារវាងក្មេងនិងក្មេងមនុស្សធំនិងមនុស្សធំណាហើយចំណែកឯអ៊ីជីនក៏សួរទូឯប្រុសយើងថាជីប្អូនស្រីមែនអត់ទេមិនមែនទេមិនប្អូនស្រីខ្ញុំទេគាត់ថាបាទហើយនេះ Feeder តាបងប្រុស Big Brother ហើយមកនេះ Federica ក៏ឲ្យទូឯប្រុសយើងហ្នឹងជូនគេទៅដើរលេងទៅផ្សារណាពេលនោះទូឯប្រុសយើងស៊ីនហ្នឹងក៏ជូនក្មេងតូចហ្នឹងដើរលេងតាមផ្សារក្មេងតូចហ្នឹងបានឃើញតុក្កតាមួយនោះក៏សុំស៊ីនឲ្យទិញឲ្យបងស៊ីនថាទិញឲ្យតែចុងក្រោយទិញឲ្យណែបន្ទាប់ពីនោះមកគេកាត់មកដល់នៅសកម្មភាពរបស់មិត្តភ័ក្តិទូឯប្រុសយើងទាំងអស់ទាំង5នាក់ហ្នឹងគេធ្វើអ្វីខ្លះគេដើរលេងគេធ្វើគេថាគេធ្វើរាល់ចំណងចំណូលចិត្តរបស់គេម្នាក់ទៅធ្វើនេះម្នាក់ធ្វើនោះណាចំណែកឯស៊ីនទូឯប្រុសយើងពេលត្រឡប់មកដល់ផ្ទះគេក៏គេងលក់ទៅតែគេស្រមៃឃើញទៅដល់មិត្តភ័ក្តិគេដែលបានស្លាប់ទៅមកប្រាប់គេថាគេរស់នៅទីនេះគឺវេទនាណាស់គេចង់ឲ្យស៊ីននឹងនាំគេត្រឡប់ទៅផ្ទះវិញផងពេលស៊ីនក៏ភ្ញាក់ពីគេវិញដោយសារតែសម្លេងរបស់មិត្តភ័ក្តិគេមកប្រាប់ដាស់តឿនដល់គេយើងកាត់ពីនឹងមកយើងឃើញ Federica កំពុងតែគេងនៅម្នាក់ឯងនៅផ្ទះពេលនោះស៊ូកាក៏ដើរមកដល់សួរថា Federica កាត់អីគេនោះនាងក៏ប្រាប់ថានឹងឃ្លានពេលនោះស៊ូកាក៏បានធ្វើនំចំណីសម្រាប់ឲ្យ Federica ញ៉ាំពេលនោះ Federica ក៏បានសរសើរថាឆ្ងាញ់ណាស់ឈ្ងុយណាស់ហើយក៏បានលួចសួរពីស៊ីននេះណាថាស៊ីនគឺជាមនុស្សមិនចឹងណាក្មេងស្រីហ្នឹងប្រសាទទៅជួយចិត្តស៊ីនចឹងណាកំពុងតែនិយាយនោះសាប់តែស៊ីនដើរមកដែរស៊ីនទៅមកពីផ្សារទិញអីវ៉ាន់ដែរចំណែកឯស៊ីនទូឯប្រុសយើងក៏បានទិញស្រាសម្រាប់យកមកធ្វើពិធីបុណ្យគ្រីស្មាស់
នឹងហើយចំណែកឯអ្នកផ្សេងក៏គេទិញអ្វីដែលគេចង់ទិញយកមកធ្វើដូចគ្នាចំណែកការីណាក៏គេទៅទិញនៅរបស់អ្វីដែលគេចូលចិត្តនិងដើរមើលកំសាន្តអ្វីដែលគេចង់ធ្វើគេខានធ្វើយកដោយសារពីមុនគេនៅតែសមរភូមិអញ្ចឹងណាហើយគេក៏បានប្រាប់ទៅកាន់អ្នកទាំងអស់គ្នាថាគេបានឃើញអ្វីដែលគេចង់ឃើញគ្រប់យ៉ាងហើយក្រោយមកលោកប្រធានាធិបតីក៏គាត់ត្រឡប់មកផ្ទះដើម្បីប្រារព្ធកម្មវិធីបន់គ្រីស្ណៈហ្នឹងជាមួយនឹងអ្នកផ្ទះទាំងអស់គាត់ហ្នឹងពេលនោះគ្រប់គ្នាក៏ថាគេអត់ដែលធ្វើទេធ្លាប់តែនៅសមរភូមិគេប្រកាសតែភ្លើងហើយគេអង្គុយញ៉ាំអីជុំគ្នាអញ្ចឹងណាហើយពួកគេក៏មិនដែលបានចូលសាលារៀនអីដូចអ្នកដទៃអញ្ចឹងលោកប្រធានាធិបតីក៏គាត់រឿងហ្នឹងគាត់ក៏បញ្ជូនមិត្តភក្តិទៅឲ្យប្រុសយើងទាំងអស់ទៅសាលារៀនទាំងអស់គ្នាសាច់រឿងយើងក៏ចប់ប៉ុណ្ណឹងក្នុងវគ្គហ្នឹងអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ